បាទសួស្តីបងប្អូនទាំងអស់គ្នាដែលនិយមចូលចិត្តលេងបាក់សីកីឡាទាំងអស់គ្នាបាទនៅវីដេអូនេះគឺខ្ញុំថតមន់ទ្រីបចេញចូលថ្ងៃស្អែកនៅថ្ងៃទី26ណាបងប្អូនអានេះគីឡូវា28អញ្ចឹងស្អែកយើងដល់ថ្ងៃចេញចូលវាហើយមិនថាជ័យជំនះឬក៏យ៉ាងណាទេបងប្អូនខ្ញុំខ្មៅហ្នឹងអាខ្មៅនេះគីឡូ27ក្រុម7មិញគីឡូ28ចឹងស្អែកនេះគឺដល់ថ្ងៃឡើងជ្រុញហើយមិនដឹងថាវានាំជ័យជំនះឲ្យយើងឬក៏យ៉ាងណាទេតែការជុលនេះបងប្អូនយើងជុលលក្ខណៈសบายតាមភូមិទេមិនដឹងថាបានជុលឬមិនបានជុលអានឹងចាំជាក់ស្ដែងទាំងអស់គ្នាប៉ុន្តែសម្រាប់មន់ពីរនេះការវាយរបស់វាគឺដូចគ្នាទេបងប្អូនគឺវាយក្នុងដូចគ្នាជើងជះវាមិនសូវជាប្រមាណទេបានក្នុងហើយសម្រាប់ឆេះនេះគីឡូ24បងប្អូនអញ្ចឹងពេញឲ្យឡើងដល់27 28ប៉ុន្តែការជុលរបស់វាគឺក្បាច់ចេះគឺប្រភេទមន់វាយក្បាច់អញ្ចឹងបងប្អូនដែលស្រឡាញ់ប្រភេទមន់ក្បាច់អាចមើលមកគ្រាប់នេះបានគឺខ្ញុំលក់ចែកជូនបងប្អូនវិញធូរទេសម្រាប់ជួយនេះគឺមន់វាយជាគីឡូ24ដូចគ្នាវិញអាចឡើងដល់27ឬក៏28ចឹងពួកនេះគឺប្រភេទមន់វាយជើងជះជើងបាច់ពីក្រោមហ្នឹងទៅនេះក៏សម្រាប់លក់ដែរបងប្អូនដែលស្មានវាមន់ស្អាតហើយតែឲ្យវាល្អអញ្ចឹងលក់ក៏លក់ហើយលក់បញ្ចេញគឺយើងទុកជុលខ្លួនឯងអញ្ចឹងវីដេអូហ្នឹងគឺមានតែមន់ដដែលថតចែកជូនបងប្អូនលេងកំសាន្តណាហើយសម្រាប់មួយនេះគីឡូវា24អញ្ចឹងវាធំជាងជួយមិញមួយខាំអញ្ចឹងនេះអាចពេញឡើងដល់30បងប្អូនលើពេញដល់30ភាសានេះវានៅ Monster មន់ជំទង់តែវាយរបស់វាគឺវាយក្បាច់ដូចគ្នាប្រភេទមន់ក្បាច់ដោយឆេះមុនដែរហ្នឹងអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជានិយាយទៅមានការរំខានសំឡេងអីពីក្រៅសូមបងប្អូនមេត្តាអធិស្ឋានផងនេះបងប្អូនឆេះពីរហ្នឹងគឺបងប្អូនគ្នាតែសម្រាប់ឆេះនេះគឺវាយរោល្អបងគឺវាវាយជើងរោមកខំជុកគឺវាយមិនលែងតែដោយសារវានៅខ្ចីជាងឆេះមិញអញ្ចឹងខ្ញុំមិនទាន់ហ៊ានថាវាល្អទេបងប្អូនដោយសារវានៅផ្អើលនៅឡើយអញ្ចឹងអរគុណច្រើនបងប្អូនដែលតាមដានវីដេអូនេះពីដើមរហូតដល់ចប់បងប្អូនទាំងអស់គ្នាសាជាថ្មីហើយកុំភ្លេចចុចពាក្យ Q និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្ត